មានលុយក៏មិនឲ្យខ្ចីដែរយករបស់របរអន់របស់ពួកឯងនឹងចេញទៅឲ្យឆ្ងាយចុះហេតុអ្វីបានជាមានលុយច្រើនម្ល៉េះម៉ែលុយ1 លាននេះគឺកូនយកមកឲ្យម៉ែទុកចិញ្ចឹមជីវិតពេលចាស់ទៅប៉ុន្តែពេលនេះមិនចាំបាច់ទៀតទេអូកូនស្រីដ៏ល្អនិងកូនប្រសារប្រុសរបស់ម៉ែមិញម៉ែគ្រាន់តែនិយាយលេងជាមួយពួកឯងទេតើម៉ែដឹងយូរហើយថាកូនប្រសារម៉ែមានសមត្ថភាពថ្ងៃក្រោយច្បាស់ជាបានល្អជាមិនខានម៉ែកាលពីមុនពេលជៀនគូគ្មានលុយ30000ធ្វើថ្លៃទឹកដោះម៉ែដេញពួកកូនចេញពីផ្ទះមិនស្គាល់ពួកកូនទៀតថ្ងៃនេះឃើញពួកកូនស្លៀកពាក់បែបនេះសូម្បីតែមាត់ទ្វារក៏មិនឲ្យចូលម៉ែពិតជាកាត់ផ្ដាច់ទំនាក់ទំនងម្ដាយកូនជាមួយពួកកូនមែនជួនឲ្យម៉ែវង្វេងវង្វាន់ទៅហើយកុំប្រកាន់ម៉ែអីចូលក្នុងផ្ទះមកម៉ែធ្វើម្ហូបឆ្ងាញ់ឲ្យញ៉ាំមិនត្រូវការទេទៅថ្ងៃមុខម៉ែថែរក្សាសុខភាពផងកូននឹងមិនមកវិញទៀតទេជួនប្រពន្ធសម្លាញ់ច្រើនឆ្នាំកន្លងមកនេះម៉ែពិតជាមិនផ្លាស់ប្ដូរតតែសោះនៅតែឃើញលុយសំខាន់ជាងកូនបង្កើតខ្លួនឯងមែនហើយអូនមិនប្រកាន់រឿងចាស់ហើយត្រៀមលុយ1 លានឲ្យគាត់ចាស់ទៅបានសុខសំណាងហើយដែលបានប្រើវិធីសាកល្បងបែបនេះបើមិនដូច្នោះទេលុយដែលយើងរកយ៉ាងលំបាកច្បាស់ជាខាតបង់អស់ហើយពិតជាត្រឹមត្រូវមែនដែលថាពេលក៏គ្មានអ្នកសួរនាំពេលមានទូនៅឆ្ងាយក៏មានសាច់ញាតិមករកដែរនឹងហើយប្រពន្ធកុំពិបាកចិត្តអីយើងទៅផ្ទះបងប្រុសអូនមើលវិញម្ដងតោះទៅអាទី2ឲ្យហែងមិនមែនទៅរកស៊ីបើក្រុមហ៊ុននៅខាងក្រៅទេអីមកទីនេះធ្វើអីបងប្រុសពួកខ្ញុំរកស៊ីបរាជ័យហើយក្រុមហ៊ុនខ្ញុំខ្សែធនហើយនៅជំពាក់បំណុលគេច្រើនទៀតឥឡូវនេះក៏គ្មានកន្លែងជ្រកកនដែរតើអាចសុំស្នាក់នៅទីនេះមួយរយៈសិនបានទេអ្វីក្រុមហ៊ុនខ្សែធនហើយនៅជំពាក់បំណុលគេទៀតតែថាចង់មកផ្ទះខ្ញុំគឺមកកិច្ចបំណុលនេះឯងខ្ញុំប្រាប់ឲ្យដឹងណាផ្ទះខ្ញុំមិនមែនជាមជ្ឈមណ្ឌលសង្គមទេប្រញាប់ទៅឲ្យឆ្ងាយពីនេះទៅកុំឲ្យម្ចាស់បំណុលទាំងនោះតាមមកដល់ទីនេះធ្វើឲ្យខ្ញុំវង្វេងជាមួយបងប្រុសបើអញ្ចឹងពួកយើងមិនស្នាក់នៅក៏បានដែរពួកយើងទាំងពីរនាក់មិនបានហូបបាយពីថ្ងៃមកហើយតើអាចសុំហូបបាយមួយពេលសិនបានទេចាំទៅវិញគិតអីហ្នឹងទោះជាខ្ញុំចាក់បាយចោលឲ្យឆ្កែស៊ីក៏មិនឲ្យពួកឯងស៊ីដែរមើលទៅដូចពួកអាទូតកត់ឃើញហើយរំខានភ្នែកណាស់បងប្រុសតាំងពីពុកស្លាប់ទៅខ្ញុំរៀនមិនទាន់ចប់ថ្នាក់អនុវិទ្យាល័យផងបងក៏ដេញខ្ញុំចេញពីផ្ទះមើលទៅដែលពុកទុកឲ្យមិនឲ្យខ្ញុំសំបីតែមួយសេនពួកយើងធំឡើងជាមួយគ្នាតើបងគ្មានចិត្តអាណិតអាសូរជាបងប្អូនបន្តិចសោះមែនទេមកធ្វើដាក់ខ្ញុំបែបនេះតើទឹកចិត្តបងប្អូនវាមានតម្លៃប៉ុន្មានឯងគ្រាន់តែជាកូនកាក់ដែលពុកយកមកពីធុងសម្រាមប៉ុណ្ណោះព្រោះតែគាត់វង្វេងវង្វាន់ទើបចង់ចែកមកទៅឲ្យមនុស្សក្រៅដូចឯងឥឡូវពុកមិននៅទេសម្រាប់ខ្ញុំឯងមិនមែនជាអ្វីទាំងអស់ទៅថ្ងៃក្រោយកុំនិយាយប្រាប់គេថាឯងជាប្អូនខ្ញុំឲ្យសោះអាម៉ាស់មុខណាស់ប្រញាប់ទៅឲ្យឆ្ងាយទៅថុយបងឲ្យបងធ្វើបែបនេះដើម្បីអ្វីដឹងស្រាប់ហើយថាគេមិនមែនចេះតែធ្វើមុខល្អដាក់បងទេបងនៅទៅរករឿងឈឺចាប់ឥតប្រយោជន៍ធ្វើអ្វីអូនឲ្យប៉ាជាអ្នករើបងមកចិញ្ចឹមទេគាត់ខំប្រឹងចិញ្ចឹមបងរហូតធំធាត់គុណធម៌មួយនេះបងមិនអាចបំភ្លេចបានទេបងប្រុសគិតយ៉ាងណាចំពោះបងក៏បងមិនខ្វល់ដែរក្នុងភ្នែកគាត់ស្នេហ៍គ្រួសារវាស្ដាងជាងក្រដាសគ្មានតម្លៃអ្វីសោះថ្ងៃនេះទុកដូចជាបងបំពេញបំណងចុងក្រោយចោះបងឲ្យបើអញ្ចឹងពួកយើងត្រឡប់ទៅទីក្រុងវិញទៅអូនឲ្យបងចង់ទៅរកពូទី2របស់បងបន្តិចបងឲ្យប៉ាម៉ាក់បងជាមួយបងប្រុសបងដល់ថ្នាក់នឹងហើយពូទី2នៅតែម្នាក់ឯងឯជនបទធ្វើស្រែចិញ្ចឹមមាន់តែប៉ុណ្ណោះម្យ៉ាងទៀតបងក៏ជាកូនដែលគេយកមកចិញ្ចឹមដែរមិនមែនជាកូនបង្កើតផងតើគាត់នឹងខ្វល់ពីបងដែរឬទេបងនៅសល់តែម្នាក់នេះគាត់ដែលជាញាតិឈាមក្រោយពេលប៉ាទៅចោលគាត់គឺជាមនុស្សតែម្នាក់គាត់ដែលស្រឡាញ់បងចេញពីចិត្តតែមនុស្សសុទ្ធតែអាចផ្លាស់ប្ដូរបានទៅមើលបន្តិចសិនចុះអញ្ចឹងក៏បានដែរបើស្ថានភាពវាដូចគ្នាទៀតពួកយើងទាំងពីរគ្រាន់តែរស់នៅជីវិតរបស់យើងទៅបានហើយកាត់ផ្ដាច់ទំនាក់ទំនងជាមួយសាច់ញាតិដែលហៅថាបែបនេះទៅស្ដាប់តាមអូនពួកយើងទៅចុះពូទី2ខ្ញុំត្រឡប់មកវិញហើយអាហ្វឺក្មួយមករកពូវិញមិនដេចមិនប្រាប់មុនបន្តិចសិននៅខាងក្រៅសុខសប្បាយទេពូឲ្យខ្ញុំរកស៊ីនៅខាងក្រៅបរាជ័យហើយថែមទាំងជំពាក់បំណុលគេទៀតមិនដឹងទៅណាទៀតទេតើអាចឲ្យពួកយើងស្នាក់នៅទីនេះពី3ថ្ងៃបានទេក្មួយឲ្យតែមនុស្សសុខសប្បាយបានហើយផ្ទះពូក៏ដូចជាផ្ទះក្មួយដែរចង់នៅយូរអង្វែងប៉ុណ្ណាក៏បានដែរពូនឹងរៀបចំបន្ទប់ឲ្យក្មួយឥឡូវនេះឯងពូកុំទាន់រវល់អីតាមពិតការត្រឡប់មកជួបពូថ្ងៃនេះក្មួយមានរឿងមួយចង់ពឹងពូក្មួយមានរឿងអីនិយាយមកមើលពូអាចឲ្យក្មួយខ្ចីលុយបានទេក្មួយចង់សាកល្បងម្ដងទៀតប៉ុន្មានឆ្នាំមកនេះយើងទាំងពីរបានប្រមូលបទពិសោធន៍និងធនធានច្រើនគួរសមដែរក្មួយជឿជាក់ថាយើងនឹងអាចងើបឡើងវិញបានខ្ចីលុយឬចុះក្មួយត្រូវការប៉ុន្មានដែរ100,000អីយ៉ា100,000ច្រើនម្លេះបងពូគាត់100,000សម្រាប់ពូមិនមែនជាចំនួនតិចតួចទេគាត់ប្រហែលជាស្ដាយលុយហើយមិនចង់ជួយយើងទេអូនយើងត្រឡប់ទៅវិញចុះលុយ200,000នេះទុកឲ្យពូសម្រាប់ប្រើប្រាស់ពេលចាស់ទៅទុកដូចជាក្មួយបានកតញ្ញូនឹងពូចុះឈប់សិនពួកក្មួយទាំងពីរនាក់នឹងទៅណាពូទុកឲ្យក្មួយក្នុងសៀវភៅសន្សំនេះគឺជាលុយសន្សំពេលចាស់ទៅដែលពូខំធ្វើស្រែចិញ្ចឹមមាន់ចិញ្ចឹមទាទាំងប៉ុន្មានឆ្នាំមកនេះសរុបមាន510,000ក្មួយយកទៅប្រើការសិនទៅបើមិនទាន់គ្រប់ទេពូនឹងទៅលក់ដីគេនៅឯស្រុកដើម្បីបំពេញឲ្យក្មួយពូជឿថាក្មួយនឹងអាចឆ្លងផុតរឿងនេះបានពូនេះគឺជាលុយសន្សំទាំងអស់របស់ពូមិនមែនឬបើឲ្យក្មួយអស់ចុះពូត្រូវធ្វើម៉េចពូមិនខ្លាចថាពួកក្មួយគ្មានលទ្ធភាពសងវិញទេខ្លាចអីទៅក្មួយល្ងងយកទៅចុះពូនៅស្រុកស្រែមិនសូវជាមានអ្វីត្រូវចំណាយច្រើននោះទេពូមុនពេលមកដល់ទីនេះមិត្តភក្តិជិតដិតរបស់ក្មួយបានទៅជួបម្ដាយក្មេកនិងបងថ្លៃរបស់ក្មួយឃើញពួកយើងធ្លាក់ខ្លួនបែបនេះគេក៏ដេញពួកយើងចេញមកពីពូយកលុយនេះត្រឡប់ទៅវិញចុះទេក៏មិនបាច់លក់ដែរហេតុអ្វីបានជាមានលុយច្រើនម្លេះក្មួយនេះពូទី2មុខរបរខ្ញុំមិនបានបរាជ័យទេប៉ុន្មានឆ្នាំមកនេះក្រុមហ៊ុនដំណើរការល្អណាស់បានសន្សំទ្រព្យសម្បត្តិមិនតិចទេលើកនេះដែលធ្វើជាធ្លាក់ខ្លួនក៏ត្រឡប់មកស្រុកកំណើតគឺដើម្បីសាកល្បងចិត្តស្មោះរបស់ញាតិមិត្តជុំវិញខ្លួនពួកគេទាំងអស់សុទ្ធតែត្រជាក់ត្រជុំនិងគ្មានមេត្តាមានតែពូទេដែលមិនរាប់ពីសាច់ឈាមលោកពូបានជួយខ្ញុំដោយស្មោះអស់ពីចិត្តគុណធម៌នេះខ្ញុំនឹងចងចាំមិនភ្លេចឡើយក្មួយឲ្យឃើញក្មួយមិនអីបែបនេះពូសប្បាយចិត្តណាស់លុយនេះពូមិនយកទេក្មួយទុកទៅប្រើប្រាស់បង្វិលរកស៊ីចុះពូទទួលយកទៅចុះដីស្រែក៏កុំធ្វើទៀតអីពូរៀបចំខ្លួនទៅរស់នៅទីក្រុងជាមួយពួកយើងទៅពេលនេះពួកយើងមានលទ្ធភាពមើលថែពូបានហើយឪពុកខ្ញុំស្លាប់ចោលតាំងពីក្មេងខ្ញុំមិនទាន់បានតបស្នងគុណគាត់ផងតាំងពីតូចមកពូតែងតែស្រឡាញ់និងការពារខ្ញុំចាប់ពីពេលនេះទៅសូមឲ្យខ្ញុំបានមើលថែពូវិញម្ដងឲ្យពូបានរស់នៅយ៉ាងមានក្តីសុខក្នុងវ័យជរាមែនហើយពូទី2ពួកយើងនឹងមើលថែនិងសងគុណពូពីពេលនេះទៅទីក្រុងជាមួយពួកយើងទៅ
ល្អហើយពូនឹងទៅទីក្រុងជាមួយពួកក្មួយដើម្បីសោយសុខបងប្អូនទាំងអស់គ្នាខ្ញុំបានខ្លែងធ្វើជាអ្នកក្រដើម្បីលបងចិត្តមនុស្សម្ដាយក្មេកនិងបងប្រុសសុទ្ធតែមើលងាយនិងបណ្ដេញខ្ញុំចេញមានតែពូទី2ដែលគ្មានឈាមជ័រនឹងគ្នាទេដែលជួយខ្ញុំដោយស្មោះត្រង់ទឹកចិត្តនេះវាមានតម្លៃជាងខ្សែស្រឡាយទៅទៀតថ្ងៃមុខខ្ញុំនឹងមើលថែពូទី2ដូចជាឪពុកបង្កើតរបស់ខ្ញុំដែរក្នុងវ័យចាស់ជរារបស់ពូតើអ្នកទាំងអស់គ្នាគិតថាខ្ញុំធ្វើថ្ងៃនេះត្រឹមត្រូវទេបើយល់ព្រមសូមជួយចុចបេះដូងឲ្យខ្ញុំផងដើម្បីចែកចាយទឹកចិត្តដ៏កក់ក្ដៅនេះបន្តទៅទៀតអរគុណអ្នកទាំងអស់គ្នា